មានដឹង skin care ផលិតផលថែសម្រាប់តើវាអាចប៉ះពាល់យ៉ាងណាដល់ស្ត្រីមានផ្ទៃពោះដូចជាកូនក្នុងផ្ទៃផលិតផលថែសម្រស់ skin care ហ្នឹងពេលដែលយើងប្រើតាមរយៈការលាបឬការលេបវាអាចជ្រាបចូលក្នុងចរន្តឈាមដែលនៅពេលដែលវាចូលក្នុងឈាមវាអាចប៉ះពាល់ដល់ម្ដាយផ្ទាល់ដូចជាទារកដែរអញ្ចឹងសំណួរសួរថាតើផលិតផលឬមកសារធាតុបែបណានៅក្នុង skin care ហ្នឹងដែលវាអាចប៉ះពាល់ទៅដល់ពួកគាត់នៅពេលមានទីពោះឬក៏ត្រៀមមានទីពោះសារធាតុមួយចំនួនដែលប៉ះពាល់ហ្នឹងគឺទី1គឺតាក់ទងជាមួយទៅនឹង retinol ឬមួយក៏ retinol ទី2គឺវាអាចជាពួក salicylic acid ហើយ BHA ទី3គឺតាក់ទងជាមួយទៅនឹង hydroquinone ទី4គឺ benzoyl peroxide ទី5គឺតាក់ទង formaldehyde អញ្ចឹងតើម៉ាក់ដែលគាត់កំពុងតែមានគភ៌ណាបើសិនមកគាត់ចង់ថែសម្រស់ដែរថាតើគាត់គួរតែប្រើផលិតផលបែបណាដើម្បីជួយបានទាំងសម្រស់ហើយមិនប៉ះពាល់ដល់សុខភាពគាត់ផ្ទាល់ហើយនឹងទារកទៀតបើចំពោះតាក់ទងផលិតផលយើងប្រើដើម្បីការពារពន្លឺព្រះអាទិត្យពន្លឺថ្ងៃដៅថ្ងៃហ្នឹងគឺយើងអាចប្រើពពួកmineral sunscreen ឬយើងអាចហៅបានថា physical sunscreen ពពួកហ្នឹងវាគ្រាន់តែបង្កើតទៅជារបាំងការពារពន្លឺព្រះអាទិត្យហ្នឹងវាមិនជ្រាបចូលទៅក្នុងចរន្តឈាមទេដូច្នេះវានឹងមិនប៉ះពាល់ដល់ទារកដូចជាខ្លួនគាត់ផ្ទាល់ហើយបើសិនមកគាត់ចង់ឲ្យស្បែកភ្លឺស្បែកសប្រឆាំងអុកស៊ីតកម្មគឺគាត់អាចប្រើផលិតផលដែលមានផ្ទុកសារធាតុវីតាមីន C ជាដើមហើយបើសិនមកគាត់ចង់ឲ្យស្បែកមានសំណើមគឺគាត់អាចប្រើផលិតផលដែលមានផ្ទុកសារធាតុ Hyaluronic acid បាន